បាទជំរាបសួរស្ដីពុកម៉ែបងប្អូនអរគ្នាបាទចឹងបន្តពីវគ្គមុនគឺយើងរើគោរពពទាបាទបន្ទាប់ពីយើងរើគោរពពទាចេញអស់រួចរាល់ហើយយើងចាប់ផ្ដើមដោះស្បែកគេថាស្បែកញាក់ឬក៏ស្បែកយ៉ហើយលើយើងចាប់ផ្ដើមដោះទាំងអស់គ្នាបាទហើយសោដោះត្រឡប់ស្បែកយើងនេះគឺយើងកែច្នៃតិចមកពងកាលណាយើងយកសោគេមកដោះស្រាប់គឺដោះទៅគឺវាប្រើបានតែបន្តិចគឺខូចទាំងអស់គ្នាបាទតើកែច្នៃគឺយើងប្រើបានយូរបាទហើយគឺវាស្វិតបាទហើយជ្រុះរងចូលក្នុងក្នុងប្រេងឥឡូវយើងចាប់ផ្ដើមដោះយកត្រឡោកចេញទាំងអស់គ្នាបាទហើយនេះក៏ជាចានត្រូប្រេងបាទស្បែកអង្គយ៉ាបាទឥឡូវយើងដោះចេញមកក្រៅរួចរាល់អស់ហើយបាទជួតដាច់មីសិនបាទគឺត្រឡប់ខ្ញុំគឺដល់រឿងប្រឡាក់តិចជួតឥឡូវយើងយករងចេញហើយបាទយករងចេញហើយព្រួយខ្លាចភ្លេចទៅចាក់ចូលក្នុងកធុងប្រេងឯងពិបាកយកចេញមកវិញមកបាទឥឡូវយើងចាប់ផ្ដើមដោះយកក្របតាក់លេខចេញបាទហើយក្របតាក់លេខកូនជ្រូកយើងមាន5ក្របបងប្អូនអរគ្នាបាទឥឡូវយើងដោះរាប់មកបាទគ្រប់5ក្របមកហើយអាក្របតាច័ន្ទក្របតាក់ហ្នឹងគឺមាន2ក្របបាទទាំងអស់គឺ7ក្របបាទគឺអាក្របតាក់លេខអាពេលហ្នឹងគឺមាន5ក្របអាក្របខ្លី2ក្របទាំងអស់7ក្របបាទឥឡូវយើងចាប់ផ្ដើមដោះរួចរាល់អស់ហើយបាទយើងបន្តមកទៀតគឺយើងយកអញ្ជៀនម៉ាល់វ៉េនចេញបាទដោះយកអញ្ជៀនម៉ាល់វ៉េនចេញហើយនឹងឫសសឿម៉ាល់វ៉េនចេញបាទហើយយើងទាញឫសសឿចេញមកបាទនេះគឺឫសសឿម៉ាល់វ៉េនបាទតែបាទឫសសឿហ្នឹងគឺម៉ាល់វ៉េនអត់វត្តឡើងមកលើវិញទេបាទគឺយើងធាក់ចុះក្រោមគឺចុះក្រោមវត្តឡើងមកលើវិញទេបាទហើយបន្តមកទៀតគឺយើងដោះសៀបស៊ីចេញបាទការរើមុនដំបូងយើងទៅបានដោះចេញឥឡូវយើងចាប់ផ្ដើមដោះចេញតទៅពីដោះចេញរួចរាល់អស់ហើយយើងដោះអាកៅគោរពមូគោរពយ៉ងលកាមបាទអានឹងគេហៅថាគោរពរងមេអំបៅបាទហើយដោះខ្សៅ2ក្របលើក្រោមមកខ្សៅ6លី3ហ៊ុនបាទខ្សៅក៏រៀងតឹងដែរបាទអាខ្សៅខាងក្រោមគឺតឹងគឺវាស្នឹមឡើងស្នឹមនេះដោះមកវាតឹងបាទរៀងយូរតិចឥឡូវយើងដោះរួចរាល់អស់ហើយបាទឥឡូវបន្តមកទៀតគឺដោះពេលសាំងបាទពេលសាំងយើងបាទពេលសាំងរួចមកដោះប្រហើបកអៀបន្តិចបធូខ្សៅកអៀដើម្បីយើងដោះខ្សៅពេលសាំងរួចរាល់អស់យើងយកចេញបាទយើងបន្តមកយើងដោះរៀងបាច់មកបាទកន្លែងក៏រៀងកាត់តិចដែរបងប្អូនរបស់គ្នាបាទកុំឲ្យវាយូរពេកបាទឥឡូវយើងមូបេនសាំងយើងបន្តទៀតបាទដោះខ្សៅបេនសាំងយើងបាទបេនសាំងយើងខ្សៅ2ក្របបាទយើងដោះវាខ្លាច់មកបាទទល់វាស្គើបន្តិចកន្លែងកអៀនោះវារៀងតឹងបាទហើយបន្តមកទៀតក៏យើងដោះខ្សៅឆ្នាំងអៀចេញបាទឆ្នាំងអៀនេះក៏វារៀងចាស់តិចដែរបងប្អូន